캠핑으로 행복한 추억 만들기. ការបង្កើតអនុស្សាវរីយ៍ដ៏សប្បាយរីករាយតាមរយៈការបោះតង់ 사람마다 좋아하는 것이 다르기 때문에 즐기는 취미 활동도 다르다. មនុស្សម្នាក់ៗមានអ្វីដែលខ្លួនចូលចិត្តខុសៗគ្នាដូច្នេះចំណង់ចំណូលចិត្តឬសកម្មភាពកម្សាន្តដែលពួកគេចូលចិត្តក៏ខុសគ្នាដែរ 하지만 각자 생활을 하다가 가끔은 가족들이 함께 즐겁게 시간을 보낼 수 있다면 좋겠다. ប៉ុន្តែបន្ទាប់ពីម្នាក់ៗរវល់នឹងជីវិតប្រចាំថ្ងៃពេលខ្លះក៏គិតថាបើសិនជាសមាជិកគ្រួសារអាចចំណាយពេលជាមួយគ្នាយ៉ាងសប្បាយរីករាយបាននោះពិតជាល្អណាស់ 캠핑은 가족들이 함께 즐길 수 있는 취미 활동이다. ការបោះតង់គឺជាសកម្មភាពកម្សាន្តមួយដែលសមាជិកគ្រួសារអាចរីករាយជាមួយគ្នាបាន 멀고 좋은 곳이 아니더라도 가족과 함께 이야기하고 맛있는 음식을 나누면서 행복한 추억을 만들 수 있다. ទោះបីមិនទៅកន្លែងឆ្ងាយឬកន្លែងល្អប្រណីតក៏ដោយក៏អាចនិយាយគ្នាជាមួយគ្រួសារចែករំលែកអាហារឆ្ងាញ់ៗនិងបង្កើតអនុស្សាវរីយ៍ដ៏សប្បាយរីករាយជាមួយគ្នាបាន 부모와 아이가 같이 계획하고 준비하면서 생각을 나누고 캠핑을 떠나서 생기는 여러 상황을 함께 겪으면서 가족 간의 사랑을 키울 수도 있다. លើសពីនេះទៀតឪពុកម្ដាយនិងកូនៗអាចរៀបចំផែនការនិងត្រៀមខ្លួនជាមួយគ្នាចែករំលែកគំនិតគ្នាហើយនៅពេលចេញទៅបោះតង់ពួកគេអាចជួបប្រទះស្ថានភាពផ្សេងៗជាមួយគ្នាដែលជួយពង្រឹងសេចក្ដីស្រឡាញ់និងចំណងមិត្តភាពក្នុងគ្រួសារឲ្យកាន់តែរឹងមាំ